ហើយពាក្យដែលខ្ញុំចង់ផ្ដាំផ្ញើគ្នាយើងទាំងអស់គ្នាមិនថាក្នុងវិស័យអីឬក្នុងវិស័យអីទេពេលខ្លះការពិតមិនដូចជាការគិតហើយពេលខ្លះការពិតក៏មិនត្រូវបានគេលើកយកមកបង្ហាញដែរបើមានសំណួរមួយដែលគេសួរខ្ញុំថាតើពាក្យមួយឃ្លាណាឬក៏គំនិតមួយណាដែលយើងចង់ចែកម្លែកទៅកាន់អ្នកដែលចង់ចូលរួមក្នុងវិស័យ trade ជាងគេពាក្យណាឬក៏គំនិតមួយណាបើសម្រាប់ខ្ញុំ perspective របស់ខ្ញុំអីដែលខ្ញុំចង់ប្រាប់ជាការក្រើនរំលឹកផងជាបទពិសោធន៍ដែលខ្ញុំចង់ alert គ្នាយើងឬក៏រំលឹកគ្នាយើងដែរគឺកុំជឿគ្រប់យ៉ាងដែលយើងឃើញលើ social media អានេះវាជាអីដែលខ្ញុំចង់ mention នៅគ្នាយើងឬក៏លើកបន្ថែមច្រើនដោយសារអញ្ចឹងនៅលើ social media យើងអាចនឹងឃើញថាគ្រប់គ្នាអ្នកណាក៏ profit ដែរអ្នកណាក៏ចំណេញដែរមើលទៅងាយស្រួលមែនតើក្នុងការដែលយើងធ្វើក្នុងវិស័យ trade ប៉ុន្តែយើងគិតតាម statistic ឬគិតតាមភាពជាក់ស្ដែងមែនតើទៅថាតើ probability អ្នកដែលចំណេញឬក៏អ្នកដែលឈ្នះក្នុង market ហ្នឹងមានច្រើនឬក៏អត់ប៉ុន្តែហេតុអីបានមនុស្សគ្រប់គ្នាលើ social media មើលទៅអ្នកណាក៏ចំណេញមើលទៅអ្នកណាក៏ share profit មើលទៅអ្នកណាក៏មាន achievement សមិទ្ធផលណាមួយអញ្ចឹងត្រឡប់មកវិញខ្ញុំចង់ឲ្យគ្នាយើងគិតទី1រាល់ការ post លើ social media គឺគ្រាន់តែជាការ highlight ជីវិតរបស់គេ 10% ទេឬក៏ highlight ជាមួយនឹងដំណើរ journey របស់គេ 10% ទេអញ្ចឹងលើទីហោតាមិនបាច់អ្នកណាទេនិយាយថាខ្ញុំចង់នៅពេលដែលខ្ញុំអាច achieve ឬក៏សម្រេចសមិទ្ធផលណាមួយខ្ញុំនឹង post លើ social media ដូចគ្នាដោយសារអាហ្នឹងវាជាការក្រើនរំលឹករបស់ខ្ញុំថាអូខ្ញុំឈរទៅកាន់ stage ណាមួយហើយខ្ញុំមកដល់ចំណុចមួយនេះហើយខ្ញុំបានសម្រេចជាមួយសមិទ្ធផលអីខ្លះអាហ្នឹងវាជាការដែលលើកទឹកចិត្តខ្លួនឯងផងឬក៏ជាការបង្ហាញថាអានឹងយើងអាចធ្វើបានកម្រិតណាមួយហើយយើងកត់ត្រាជាមួយនឹងដំណើររបស់យើងក៏ប៉ុន្តែសួរថាតើនៅពេលដែលខ្ញុំខូចឬក៏ពេលដែលខ្ញុំខាតឬក៏ពេលដែលខ្ញុំ lose control ឬក៏ខ្ញុំពេលដែលខ្ញុំអត់ធ្វើបានសម្រេចជោគជ័យនៅសមិទ្ធផលនីមួយខ្ញុំអាច post លើ social media អត់ខ្ញុំអត់មាន post ហ្នឹងអញ្ចឹងអីដែលខ្ញុំបង្ហាញឬក៏ខ្ញុំនិយាយថាពេលខ្លះរបស់ដែលគេបង្ហាញលើ social media វាគ្រាន់តែជាផ្នែកមួយនៃ 10% ឬ 20% ដែលគេបង្ហាញតែប៉ុណ្ណោះអញ្ចឹងនៅពេលដែលយើងជាយាមមើលលើ social media ច្រើនយើងនឹងឃើញថាអូគេធ្វើរបស់មួយនឹងដូចយើងដែរឬក៏គេហេតុអីបានគេធ្វើងាយស្រួលមែនហេតុអីបានគេទៅដល់ចំណុចមួយហ្នឹងងាយស្រួលមែនឬក៏ធ្វើបានល្អមែនហើយយើងគាត់ថាប្រៀបធៀបមួយខ្លួនឯងធ្វើអាហ្នឹងដែរឈរចំណុចមួយហ្នឹងដែរប៉ុន្តែធ្វើអត់ទៅមុខទេធ្វើអត់បរាជ័យអញ្ចឹងចាប់ផ្ដើមបាក់ទឹកចិត្តយើងចាប់ផ្ដើមប្រៀបធៀបខ្លួនឯងជាមួយនឹងគេយើងកាន់តែមើលជាមួយនឹងការបង្ហាញលើ social media ច្រើនយើងប្រៀបធៀបកាន់តែច្រើនយើងនឹងបំបាក់ខ្លួនឯងកាន់តែច្រើនដោយសារអីធ្វើដូចគ្នាចាប់ផ្ដើមដូចគ្នាអាចថាចំណុចតែមួយពេលវេលាតែមួយប៉ុន្តែគេដល់ឆ្ងាយមែនទែនគេឈរនៅចំណុចដែលឆ្ងាយមែនទែនប៉ុន្តែយើងមកប្រៀបធៀបនឹងខ្លួនឯងអត់ទៅមុខធ្វើទៅកាន់តែបរាជ័យធ្វើទៅមានតែវង្វេងធ្វើទៅវាអត់ច្បាស់លាស់ខ្លួនឯងអត់បានសម្រេចសមិទ្ធផលណាមួយប៉ុន្តែម្ដងហើយម្ដងទៀតខ្ញុំគ្រាន់តែចង់បញ្ជាក់ឲ្យគ្នាយើងយល់បន្តិចថាអាហ្នឹងវាគ្រាន់តែជា highlight reel នៅក្នុងជីវិតលើ social media ទេការពិតវាអត់ចឹងទេអាពេលដែលគេខាតពេលដែលគេខាតបងច្រើនគេបាក់ទឹកចិត្តមិនប្រកាសតែគេផលលើ social media ទេអញ្ចឹងកុំប្រៀបធៀបស្ថានភាពខ្លួនឯងជាមួយនៅស្ថានភាពរបស់គេស្ថានភាពម្នាក់មាននេះខុសៗគ្នាមានចំណុចខុសៗគ្នាយើងមានចំណុចខ្លាំងយើងមានចំណុចខ្សោយយើងមានចំណុចដែលអំណោយផលខុសពីអ្នកដទៃអញ្ចឹងយើងអាចប្រៀបធៀបមនុស្សឬក៏បុគ្គលពីរអ្នកផ្សេងគ្នាសំអាងលើសមិទ្ធផលដែលគេធ្វើបានទេដោយសារអីការចាប់ដើមខុសគ្នាទំនួលខុសត្រូវខុសគ្នាធនធានដែលយើងមានខុសគ្នាភាពអំណោយផលរបស់យើងខុសគ្នាដែរអញ្ចឹងកុំបាក់ខ្លួនឯងដោយការមើលលើ social media ច្រើនពេកមើលលើ social media ច្រើនមិនប្រកាសថាជួយយើងច្រើនទេពេលខ្លះមូលហេតុអីដែលខ្ញុំ ignore ឬក៏ខ្ញុំអត់ខ្វល់ជាមួយនឹងការផុសលើ social media ជីវិតអ្នកដទៃអត់ដោយសារខ្ញុំខ្លួនឯងក៏ខ្ញុំយល់ដែរថានៅពេលដែលមនុស្សម្នាក់ផុសលើ social media វាគ្រាន់តែជាការដែលគេ highlight នៅរបស់ដែលគេធ្វើបាន achievement ធំដែលគេធ្វើបានអញ្ចឹងយើងចំណែងជាមួយនឹងសមិទ្ធផលរបស់គេប៉ុន្តែយើងអត់បានមើលជាមួយនឹង behind the story រឿងក្រោយឆាកដែលគេធ្វើឬក៏របស់ដែលគេធ្លាប់ធ្វើដួលទាំងប្រហែលទេ
អាចថាក្នុងចំណោម10គេធ្វើជោគជ័យមួយគេផុសអាមួយហ្នឹងឬក៏អាពីរហ្នឹងប៉ុន្តែអាធ្វើខុស8ទៀតឬក៏ខូច8 9ទៀតគេអត់ដែលផុសទេអញ្ចឹងកុំប្រៀបធៀបខ្លួនឯងកុំបំបាក់ខ្លួនឯងដោយការមើលលើ social media ប្រៀបធៀបជាមួយនឹងជីវិតខ្លួនឯងដោយសារ social media បញ្ជាក់វាគ្រាន់ជាកន្លែងដែល highlight reel នៃជីវិត 10% របស់គេទេហើយពាក្យដែលខ្ញុំចង់ផ្ដាំផ្ញើគ្នាយើងទាំងអស់គ្នាមិនថាក្នុងវិស័យអីឬក្នុងវិស័យអីទេពេលខ្លះការពិតមិនដូចជាការគិតហើយពេលខ្លះការពិតក៏មិនត្រូវបានគេលើកយកមកបង្ហាញដែរអញ្ចឹងគិតថាតើរបស់ដែលគេបង្ហាញហ្នឹងវាជាភាពពិតនៃជីវិតរបស់គេ 100% ឬក៏គ្រាន់តែជាផ្នែកមួយដែលគេ highlight ចង់ឲ្យយើងឃើញអញ្ចឹងតែយើងគួរប្រៀបធៀបជីវិតខ្លួនឯងទាំងមូល 100% ហ្នឹងជាមួយនឹងរបស់ដែលគេ highlight ដែលល្អបំផុតដែលគេ edit ហើយដែលគេ make up ហើយនៅលើ social media ហ្នឹងបាទតោះតាមប៉ុណ្្នឹងអីខ្ញុំចង់ចែកម្លែកនៅថ្ងៃហ្នឹង